một theo cho mỗi nắng bánh tráng nhìn ồn lại bông côi con và sân ồn chết con mong không mơ rò đòn á bông bồn thọpแต่ញ៉ាំបាញ់ត្រាំងកន្លុកថើតថ្ងៃនេះខ្ញុំមកធ្វើបាញ់ត្រាំងគួងម្ដងបាញ់ត្រាំងគួងហ្នឹងគឺស្រួយសំខាន់មានរសជាតិជូរផ្អែមបោះស្វាយបាញ់ត្រាំងរបស់យើងក៏ហល់ខ្លាំងដែរចឹងបាញ់ត្រាំងដំបូងខ្ញុំបៀកទឹកតិចបំផុតដាក់ snow ចូលទៅបងប្អូនចូលចិត្តហូបអីយើងដាក់នឹងសំខាន់មានស្បែកជ្រូកទៀតឲ្យហិតទៅស្រួយហើយយើងគួងឲ្យណែនដៃបងប្អូនហើយតិចនិចរបស់ខ្ញុំគឺខ្ញុំដាក់លើខ្ទះបាយដាក់ប្រេងឯណាបងប្អូនជ្រេទៅជ្រេមកមួយផ្លែទៅដងបាញ់ត្រាំងយើងស្រួយខ្ញោកតែម្ដងហើយជាមួយនឹងរូបមន្តទឹកសុសណាឲ្យតែមានទឹកសុសបានណាខ្ញុំដាក់ស្ករ2ស្លាបព្រាទឹកត្រី1ស្លាបព្រាជាមួយនឹងទឹកម្ទេស3ស្លាបព្រាក្រូចតូចហ្នឹង2ផ្លែដាក់ម្ទេសហុយច្រើនមកកូរឲ្យសព្វហើយយើងទៅទិញខយតែសាបាញ់ត្រាំងញ៉ាំជាមួយនឹងភេសជ្ជៈរបស់ខយទៅចេញថ្មីតែបៃតងយ៉ាកូនហ្នឹងគឺស៊ីគ្នាហ្មងសំខាន់បានលាយជាមួយនឹងចំហួយឆ្ងាញ់ទៀតហើយសម្រាប់ភេសជ្ជៈហ្នឹងញ៉ាំទៅល្អសម្រាប់សុខភាពជាមួយនឹងសម្រស់ហើយបងប្អូននឹងស្រាប់ហើយយ៉ាកូនគឺជួយលើបញ្ហាកាពះពោះវៀននិងប្រព័ន្ធរំលាយអាហារយើងច្រើនមែនតើបើតែបៃតងវិញគឺជួយស្បែកយើងស្អាតរួមទៅការពារស្បែកយើងនៅក្រោមពន្លឺ UV ហើយបងប្អូនដឹងថាខ្ញុំទៅទិញខយសាខានៅណាអត់សាក់ទាយមើលហើយសាខាបឹងស្នាវតាឥឡូវយើងទិញទៅផ្ទះមុខ3ម្ដងបាញ់ត្រាំងកន្លុកបងប្អូនវាជ្រូក snow អស់លេងហើយដល់ពេលខ្ញុំគួងអញ្ចឹងណាគឺយើងញ៉ាំបានទាំងសាច់ទាំងបកាអីទាំងអស់គឺអត់ជ្រូកទៅណាទេសម្រាប់ទឹកជ្រលក់ហ្នឹងគឺជូរផ្អែមសំខាន់ហល់ស្វាយនឹងជូរបងប្អូនឆ្ងាញ់ណាស់ជាមួយនឹងភេសជ្ជៈខនេះបងប្អូនញ៉ាំទៅល្អសម្រាប់សុខភាពហើយឆ្ងាញ់ទៀតអត់ដឹងថានិយាយមិនទេបងប្អូនសម្រាប់រសជាតិហ្នឹងគឺប្លែកតែ$2ចាប់ពី$2ឡើងស្អីអេសសម្រាប់រសជាតិខ្ញុំញ៉ាំគឺមាន aloe vera នៅខាងក្រោមហ៎បងប្អូនទៅច្រើនធ្វើមែនតែមិនតកកណាវា fresh ឆ្ងាញ់មែនតើវាប្រភេទជូរផ្អែមស្រាខ្ញុំ recommend បងប្អូនញ៉ាំស្ករ 70% បានហើយមើលល្មមឆ្ងាញ់កុំយក 100% ណា 70% បានហើយសម្រាប់រសជាតិនេះគឺគុជសវារៀងស្វិតដូចគុជចឹងហ្នឹងបងខ្ញុំ rate ឲ្យ8កន្លះលើ10គឺចំហួយដូងហ៎បងប្អូនចំហួយដូងក៏ឆ្ងាញ់ដែរប៉ុន្តែសម្រាប់បងប្អូនអត់សូវចូលចិត្តញ៉ាំផ្អែមច្រើនណាពេលញ៉ាំចំហួយដូងកំងស្ករ 50% បានហើយដោយសារចំហួយហ្នឹងគឺមានរសជាតិផ្អែមស្រាប់ហើយអញ្ចឹងយើងកំងភេសជ្ជៈហ្នឹងធំ50ឲ្យញ៉ាំឆ្ងាញ់អញ្ចឹងអរគុណបងប្អូនដែលទស្សនាវីដេអូនេះចាប់ណាបាយបាយបងប្អូន